Welcome to my channel and welcome to my mini vlog សម្រាប់សកម្មភាពថ្ងៃនេះផងដែរគឺខ្ញុំងើបហាត់ប្រាណតាំងពីម៉ោង 5 ប៉ុន្តែទ្រាំតែរៀបចំខ្លួនហើយនឹងប្រហែលជាខ្ទង់ម៉ោង 5:20 នាទីអីហើយមុននឹងហាត់ប្រាណគឺយើងត្រូវការធ្វើការ warm up ជាមុនសិនដើម្បីឲ្យយើងក្តៅសាច់ដុំបើធ្វើការ warm up ជាមុនទេវាងាយនឹងលំោកពើខ្លាំងមែនតើបើនិយាយពីការហាត់ប្រាណណាខ្ញុំគឺជាមនុស្សម្នាក់ដែលខ្ជិលខ្លាំងមែនតើពីមុនប៉ុន្តែឥឡូវអត់ហ៊ានបដ ாய் ខ្លួនទេព្រោះខ្ញុំពីមុនមកជាមនុស្សម្នាក់ដែលឈឺច្រើនមែនតើប៉ុន្តែការហាត់ប្រាណបានផ្លាស់ប្ដូរជីវិតខ្ញុំស្ទើរតែ360ដឺក្រេខ្ញុំមានសុខភាពរឹងមាំជាងមុននេះហើយជាហេតុផលដែលខ្ញុំអត់ខ្ជិលនៅក្នុងការងើបមកហាត់ប្រាណជារៀងរាល់ថ្ងៃកាត់ខ្លីៗបន្ទាប់ពីហាត់ប្រាណហើយគឺមិនបានតនេទេគឺស្ត្រីមេផ្ទះម្នាក់ដៃ100តែម្ដងខ្ញុំអាចនិយាយចឹងហ្មងបើទោះបីជាខ្ញុំអត់មានកូនអត់មានអីក៏ពិតមែនប៉ុន្តែការងារផ្ទះគឺខ្ញុំរវល់តែម្ដងហើយអាហ្នឹងប្តីខ្ញុំជួយណាបើប្តីខ្ញុំអត់ជួយគឺខ្ញុំនៅម្នាក់ឯងខ្ញុំហត់ជាងហ្នឹងទៀតអញ្ចឹងមកត្រឡប់មកមើលអាហាររបស់ខ្ញុំវិញថ្ងៃហ្នឹងគឺខ្ញុំស្លកកូខ្ញុំចូលចិត្តញ៉ាំស្លកកូមែនតើហើយខ្ញុំរៀបចំសម្រាប់អាហារថ្ងៃត្រង់ព្រោះខ្ញុំទៅធ្វើការខ្ញុំអត់ត្រឡប់មកផ្ទះវិញទេអញ្ចឹងមុននឹងចេញធ្វើការគឺខ្ញុំព្រលឹមឡើងខ្ញុំត្រូវរៀបចំម្ហូបអាហារសម្រាប់ថ្ងៃត្រង់ឲ្យហើយអញ្ចឹងថ្ងៃនេះគឺមានស្លកកូហើយនឹងជៀនពងទាខ្ញុំរៀងខ្លោចតិចហើយអញ្ចឹងពេលម្ហូបឆ្អិនហើយគឺខ្ញុំរៀបបាយស្លដាក់ក្នុងប្រអប់របស់ខ្ញុំបន្ទាប់មកក៏យកមកដាក់នៅក្នុងប្រអប់ធំមួយទៀតដើម្បីការពារខ្លាចវាកពុបអីអញ្ចឹងណាហើយក៏ធ្វើដំណើរទៅធ្វើការប៉ុន្តែមុននឹងទៅធ្វើការហ្នឹងទៅញ៉ាំអាហារពេលព្រឹកសិនអាហារពេលព្រឹកជាប្រចាំរបស់ខ្ញុំគឺបាយសាច់ជ្រូកបាយសាច់ជ្រូកហ្នឹងគឺខ្ញុំចូលចិត្តខ្លាំងមែនទែនរឿងតខ្លួនធ្វើហើយអញ្ចឹងដល់ម៉ោងដល់ពេលវេលាដែលត្រូវបំពេញការងារទូនាទីឲ្យខាងក្រុមហ៊ុនហើយព្រោះយើងបើប្រាក់ខែគេអញ្ចឹងយើងត្រូវបំពេញការងារឲ្យគេឲ្យបានល្អធ្វើការមកព្រឹកហើយអញ្ចឹងដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់ក៏ឡើងទៅលើញ៉ាំអាហារថ្ងៃត្រង់ប៉ុន្តែគាត់ថាមុននឹងញ៉ាំខ្ញុំត្រូវកដៅម្ហូបខ្ញុំឲ្យមានកដៅសិនព្រោះនៅកន្លែងខ្ញុំធ្វើការគឺគេមានដាក់ microwave ឲ្យសម្រាប់បុគ្គលិកកដៅម្ហូបដល់ពេលដែលចង់ញ៉ាំអាហារក្តៅអញ្ចឹងបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយខ្ញុំសម្រាប់ប្រហែលជាកន្លះម៉ោងគឺខ្ញុំដល់ពេលចូលធ្វើការបន្តទៀតពេលធ្វើការចប់មកដល់ផ្ទះគឺមិនទាន់ចប់ទេគឺខ្លាយជាស្ត្រីមេផ្ទះម្ដងទៀតហើយគឺត្រូវធ្វើម្ហូបញ៉ាំបាយពេលល្ងាចអញ្ចឹងសម្រាប់អាហារពេលល្ងាចថ្ងៃនេះគឺបានឆាគ្រឿងសាច់គោជាមួយនឹងត្រប់និងបន្លែហើយនឹងមួយមុខទៀតគឺខ្ញុំឆាម៉ាំអញ្ចឹងសម្រាប់អាហារពេលល្ងាចខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយយប់ឡើងមុននឹងចូលគេងគឺមិនភ្លេចទេលាប skin care ព្រោះយើងអាយុច្រើនហើយត្រូវតែលាប skin care ទោះបីស្អាតមិនស្អាតក៏ដោយត្រូវតែព្យាយាមថែដែរអញ្ចឹងសម្រាប់ activity ថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯង Good night everyone bye